Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងខានជួបគ្នារៀងយូរថ្ងៃណាស់ដែរហើយសារតែបញ្ហាខ្លះគឺចំនួនរវាងព្រំដែនរួមជាមួយនឹងបញ្ហារបស់ខ្ញុំផងបាទហើយវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្ហាញអំពីឈុតអាវក្រោះថ្មីរបស់ Who You Have ក៏ប៉ុន្តែមិនមែនជាការអាប់ដេតនៃលក្ខណៈរបស់ character Who You Have នោះទេបាទតួអង្គ Who You Have នោះឡើយនេះគ្រាន់តែជាឈុតអាវក្រោះតែប៉ុណ្ណោះអញ្ចឹងដោយសារតែខ្ញុំនៅខាងកោះកុងអញ្ចឹងទៅក៏ឥឡូវក៏មិនសូវជាសុខស្រួលប្រហែលនោះដែរដោយសារតែកន្លែងការងាររបស់ខ្ញុំក៏ជាប់នៅសមុទ្រជាប់មកខាងខ្មែរអញ្ចឹងមកខាងទៀតក៏ជួងសមុទ្របាទហើយក៏ខាងអញ្ចឹងដែរអញ្ចឹងណាមួយក៏ពងតាគាត់ខ្វាយរឿងបញ្ហាចលោព្រំដែនផងហើយការងាររបស់ខ្ញុំផងសារតែរវល់ពេកតែបើសិនជាមានរឿងអីកើតឡើងក៏អាចខានជួបគ្នាថ្ងៃដែរបាទទ្រាំតែចាប់ផ្ដើមសម្រាយតអញ្ចឹងបាទតែឥឡូវលក្ខព្យាយាមសៀបទងសានភាពបដាក៏ព្យាយាមសម្រាយរឿងបដាកេឡូកុំឲ្យអ្នកនាងនឹងអបសោកអូខេឥឡូវកុំឲ្យកាពេលយូរជើងចូលមកការសាច់រឿងបោះដងទៅអញ្ចឹងរូបភាពដែលអ្នកបានឃើញតែហួយហានកំពុងតែលោតតែម្នាក់ឯងនៅលើផ្ទាំងថ្មអញ្ចឹងគឺជាតំបន់មួយដែលសារតែជានេះអាចជាឈុតណាមួយតែឈុតនេះដូចជាមិនទាន់ចេញនោះទេហើយរូបភាពបន្ទាប់ទៀតនោះគឺជារូបរាងរបស់ហួយហាវដូចគ្នាគ្រាន់តែថាជើងរបស់គាត់ក៏ចាប់ផ្ដើមឡើងកកដោយតែកកបន្តិចម្ដងហើយនៅផ្នែកផ្សេងទៀតនៃរាងកាយក៏ចាប់ផ្ដើមកកដូចនេះគឺផ្នែកនៃតួខ្លួននៅពេលដែលពន្លឺនៃតកកនោះរលាក៏វាប្រែក្លាយទៅជារូបរាងនៃអាវក្រោះថ្មីហើយហួយហាវក៏ចាប់ផ្ដើមដកកន្ទុយដូចជាស្វាអញ្ចឹងហើយជាស្រេចគឺជាកន្ទុយឲ្យខ្ញារំរៃបាទកន្លែងនេះគឺខ្ញុំស្រឡាញ់ខ្លាំងមែនទែនចំពោះការ design នៃអាវក្រោះរបស់ហួយហាវហើយជាមួយនឹងទុកមុខទៀតគឺអស្ចារ្យខ្លាំងមែនទែនគឺសង្ហាជាងវ៉ាសង្ហាវ៉ាបែរខាងសានដែរបាទហើយអ្វីដែលខ្ញុំពេញចិត្តគឺសក់របស់គាត់ឡើងសតិចបាទនេះគឺជាឈុតអាវក្រោះថ្មីចំពោះឈ្មោះវាគឺខ្ញុំអត់ទាន់ស្គាល់ច្បាស់ទេដោយសារតែគេដាក់ជាភាសាចិនហើយ website ខ្លះក៏គេប្រែឈ្មោះជាភាសាចិនមកលេអត់ទាន់ច្បាស់លាស់បាទហើយឈុតនេះដែរគឺជាឈុតអាវក្រោះនៅពេលដែលហួយហាវប្រើប្រាស់នៅ Ultimate កឬក៏អាវុធព្រលឹងទី2របស់ហួយហាវគឺជាអាវុធព្រលឹងដែលប៊ីងបានលះបង់ទៅឲ្យហួយហាវនឹងឯងអញ្ចឹងនៅពេលដែលប្រើប្រាស់នៅ Ultimate នោះក៏ឬក៏ Ultimate កដែលខ្លាំងក្លាជាងគេបំផុតរបស់គាត់រូបរាងកាយរបស់គាត់ក៏ផ្លាស់ប្ដូរទៅជាបែបនេះអញ្ចឹងមិនមែនរូបរាងកាយរបស់គាត់ផ្លាស់ប្ដូរបែបនេះរហូតនោះទេគ្រាន់តែជាឈុតអាវក្រោះនៅពេលដែលគាត់ប្រើប្រាស់នៅបពលនៃ Ultimate កនៃអាវុធភ្លើងទី2របស់គាត់ខ្លួនប្រាណរបស់គាត់នឹងផ្លាស់ប្ដូរហើយស្នៀតរបស់គាត់នៅតែស្នៀតនៃ Ultimate កដដែលនោះទេតែចំពោះការ design នៃរូបរាងហើយនឹងតួខ្លួនរបស់គាត់លើតួខ្លួនរបស់គាត់គឺខ្ញុំស្រឡាញ់ខ្លាំងមែនទែនហើយនៅពេលដែលហួយហាប្រើប្រាស់នៅ Ultimate មួយនេះដែរគឺធ្វើសក់របស់គាត់ប្រែទៅជាសចំពោះឈុតនេះខ្ញុំឲ្យមេដៃមួយបាទគឺ10លើ10តែម្ដងចំពោះព័ត៌មានល្អិតគឺមិនទាន់ច្បាស់នោះទេបាទដោយសារតែគេដាក់ជាភាសាចិនខ្ញុំប្រែអត់ទាន់យល់បាទដោយសារគេប្រែមកជាងវល់ដែរអញ្ចឹងនេះគ្រាន់តែស្គាល់អំពីឈុតអាវក្រោះថ្មីត្រួសប៉ុណ្្នឹងសិនក៏បានដែរចាំមើលបើសិនជាខ្ញុំមានពេលខ្ញុំនឹងព្យាយាមធ្វើរឿងបន្តទៀតតែចាំមើលសានខាងកកកងរៀងសូមស្ងាត់បន្តិចសិនបាទព្រោះថាថ្ងៃនេះបុកនៅខាងប៉ោយប៉ែតទម្លាក់អស់ប្រហែលគ្រាប់ដែរគាត់ថាវារៀងនៅឆ្ងាយវាគៀកនៅព្រំដែនខាងប៉ោយប៉ែតអញ្ចឹងសានភាពនៅប៉ោយប៉ែតទៅនឹងកកកងស្តៀងគ្នាអញ្ចឹងហើយខាងកកកងនេះក៏ចាប់ផ្ដើមរត់បដាដែរហើយនៅតែខ្ញុំមិនគ្រូសាខ្ញុំបាទ